តើបងប្អូនធ្លាប់ដឹងទេថាជីកាលីដែលបងប្អូនប្រើសពថ្ងៃមានដើមកំណើតតាំងពីយុគសម័យដាយណូស័រមកម្លេះក្នុងវីដេអូនេះយើងនឹងជីកកកាយពីប្រវត្តិការកកើតនិងការផលិតជីកាលីដែលជាជីមួយសំខាន់ក្នុងការផលិតផ្លែដែលបងប្អូនប្រើសពថ្ងៃប្រវត្តិនៃការរកឃើញជីកាលីឬក៏ជីប៉ូតាស្យូមពាក្យថាប៉ូតាសមានដើមកំណើតចេញពីពាក្យ potas ដែលមានន័យថាផេះក្នុងឆ្នាំងពីសម័យបុរាណមនុស្សយើងបានដឹងពីអត្ថប្រយោជន៍ពីផេះឈើយូរមកហើយដែលគេយកផេះមករងាស់ក្នុងទឹកដើម្បីយកកាកសំណល់ពណ៌សក្រោយពីរងាស់ហើយមកប្រើប្រាស់ក្នុងការធ្វើសាប៊ូកញ្ចក់ឬក៏ជាកសិកម្មបន្តមកក្នុងឆ្នាំ1807លោកដាវីជនជាតិអង់គ្លេសគាត់គឺជាមនុស្សដំបូងគេដែលបំបែកធាតុប៉ូតាស្យូមចេញពីប៉ូតាសតាមរយៈដំណើរការអេឡិចត្រូលីសបន្តមកក្នុងសតវត្សទី19លោក Liebig ជាជនជាតិអាល្លឺម៉ង់បានបង្ហាញថាកាលីឬក៏ប៉ូតាស្យូមគឺជាធាតុមិនអាចខ្វះបានសម្រាប់រុក្ខជាតិបន្តមកតម្រូវការនៃការប្រើប្រាស់ជីកាលីសម្រាប់កសិកម្មចាប់ផ្ដើមកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំ1856មនុស្សយើងបានរកឃើញដងរ៉ែប៉ូតាស្យូមដំបូងគេនៅប្រទេសអាល្លឺម៉ង់ហើយវាក៏ជាការកែប្រែពីការប្រើប្រាស់ប៉ូតាស្យូមពីផេះមកប្រើប៉ូតាស្យូមចម្រាញ់ចេញពីរ៉ែដែលអាចផលិតជីប៉ូតាស្យូមតាមបែបឧស្សាហកម្មបានយ៉ាងច្រើនរបៀបផលិតជីកាលីឬក៏ជីប៉ូតាស្យូមបច្ចុប្បន្នការផលិតជីកាលីបានមកពីការចម្រាញ់ចេញពីរ៉ែប៉ូតាសពីក្រោមដីដែលជាសំណល់ចេញពីទឹកសមុទ្រពេលដែលទឹកសមុទ្ររីងឬក៏តករាប់លានឆ្នាំវានឹងក្លាយទៅជាប៉ូតាសឬក៏រ៉ែប៉ូតាសដំណើរការផលិតជីកាលីមាន3ដំណាក់កាលទី1ការជីកយករ៉ែប៉ូតាសគេប្រើម៉ាស៊ីនធំៗដើម្បីជីកយករ៉ែពីក្នុងដីដែលរ៉ែនោះមានជម្រៅជ្រៅមែនទែនប្រហែលជា300ម៉ែត្រទៅ1000ម៉ែត្រហើយរ៉ែនោះលាយឡំរវាងប៉ូតាស្យូមក្លរ៉ូជាមួយនឹងសូដ្យូមក្លរ៉ូបន្តមកគេបាច់ទឹកដើម្បីរំលាយរ៉ែនោះនិងបូមយកមកស្តុកទុកចម្រាញ់ក្នុងរោងចក្រទី2ការចម្រាញ់ឲ្យស្អាតក្រោយពីបានសូស្យូមរ៉ែមកគេត្រូវញែកប៉ូតាសចេញពីអំបិលនិងសាច់ដោយដំបូងគេដាក់សារធាតុគីមីពិសេសក្នុងសូស្យូមដើម្បីឲ្យអំបិលកកហើយធ្លាក់ទៅបាតផុងជាមួយនឹងសាច់ចំណែកឯប៉ូតាសអណ្ដែតមកខាងលើបន្ទាប់មកគេបូមយកប៉ូតាសដើម្បីមករងាស់រហូតធ្វើឲ្យវាក្លាយទៅជាកកទៅជាគ្រីស្តាល់ទី3ការសម្រេចបន្ទាប់ពីបានគ្រីស្តាល់ប៉ូតាសហើយគេយកវាទៅកិនឲ្យម៉ត់ហើយដាក់ចូលក្នុងម៉ាស៊ីនដើម្បីលុញទៅជាគ្រាប់តូចៗដើម្បីងាយស្រួលក្នុងការវេចខ្ចប់នៅដឹកជញ្ជូនតើកម្ពុជាអាចផលិតជីគីមីឬក៏ជីប៉ូតាស្យូមបែបឧស្សាហកម្មបានទេតាមអ្នកសិក្សាស្រាវជ្រាវពីភូមិសាស្ត្រប្រទេសកម្ពុជាយើងគេសង្កេតឃើញមានរ៉ែប៉ូតាសនៅតំបន់2នៅប្រទេសកម្ពុជាទី1គឺតំបន់ខេត្តកំពង់ធំទី2គឺនៅខាងខេត្តកោះចេះប៉ុន្តែដើម្បីអាចផលិតជីកាលីបានមិនត្រឹមតែមានរ៉ែប៉ុណ្ណោះទេយើងត្រូវមានបច្ចេកវិទ្យាខ្ពស់ព្រោះរ៉ែប៉ូតាសស្ថិតនៅជ្រៅប្រហែលជា300ម៉ែត្រទៅ1000ម៉ែត្រហើយការចម្រាញ់វាត្រូវការរោងចក្រផលិតខ្នាតធំនិងបច្ចេកវិទ្យាខ្ពស់ខ្ញុំសង្ឃឹមថាខាងមុខប្រទេសកម្ពុជាយើងអាចផលិតជីកាលីនិងជីគីមីផ្សេងទៀតបានពីព្រោះតែសេដ្ឋកិច្ចប្រទេសកម្ពុជាយើងទាំងស្រុងដើរដោយវិស័យកសិកម្មហើយយើងក៏អាចនាំចេញទៅប្រទេសជិតខាងបានទៀតផងបច្ចុប្បន្នយើងបានផលិតជីអំពណ៌ដែលមានគុណភាពខ្ពស់ចំនួន2រូបមកឈ្មោះរបស់វាគឺជីស្លឹក3វាមានគុណភាពខ្ពស់ជាជម្រើសដ៏ល្អសម្រាប់កសិករវាមានសារធាតុចិញ្ចឹមសំខាន់ៗដូចជា N, P និង K ហូម៉ូន micronutrient និងជីធម្មជាតិវាជួយឲ្យឫសធំរឹងមាំនិងស្រូបយកអាហារបានយ៉ាងល្អងាយរលាយក្នុងទឹកងាយបាញ់ជួយឲ្យដំណាំលូតលាស់ស្មើគ្នានិងទទួលបានទិន្នផលច្រើនកាត់បន្ថយការចំណាយប្រើបានលើដំណាំស្រូវបន្លែដំណាំផ្លែឈើនិងដំណាំគ្រប់ប្រភេទ